ពិភពលោកប្រហែលបានឃើញពីការដកថយមួយជំហានពីសង្គ្រាមមួយដែលស្ទើរតែរីករាលដាលខ្លាំងជាងនេះទៅហើយពេលនេះសហរដ្ឋអាមេរិកអ៊ីស្រាអែលអ៊ីរ៉ង់បានយល់ព្រមលើបទឈប់បាញ់រយៈពេល2សប្តាហ៍ត្រឹមតែប៉ុន្មានម៉ោងនៅមុនការកំណត់របស់លោកប្រធានាធិបតីដូណាល់ត្រាំលោកបានផ្ដើមបន្ថយការគំរាមកំហែងនិងវាយប្រហារដ៏ធំទៅលើអ៊ីរ៉ង់ជំនួសឲ្យការកើនកម្ដៅនៃសង្គ្រាមមួយនេះបទឈប់បាញ់ដ៏ផុយស្រួយមួយកំពុងតែលេចរូបរាងឡើងមូលហេតុចម្បងនៅពីក្រោយកិច្ចព្រមព្រៀងនេះគឺច្រកសមុទ្រ Hormuz ជាផ្លូវទឹកមួយតូចចង្អៀតដែលដឹកជញ្ជូនប្រេងប្រហែល 1/5 របស់ពិភពលោកអ៊ីរ៉ង់និយាយថាកប៉ាល់នឹងត្រូវបានអនុញ្ញាតឲ្យដឹកឆ្លងកាត់ទៅវិញទៅមកឡើងវិញក៏ប៉ុន្តែត្រូវស្ថិតនៅក្រោមការគ្រប់គ្រងនិងត្រួតពិនិត្យពីពួកយោធានៅក្នុងពេលជាមួយគ្នានេះទីក្រុងតេហ៍រ៉ង់យល់ព្រមចាប់ផ្ដើមការចរចាជាមួយទីក្រុងវ៉ាស៊ីនតោនលោកដូណាល់ត្រាំនិយាយថាផែនការសន្តិភាពដែលអាចអនុវត្តបានមានរួចរាល់អស់ហើយអាចយកមកដាក់លើតុចរចាបានក៏ប៉ុន្តែនៅពីក្រោយកិច្ចព្រមព្រៀងនេះនៅតែមានភាពតានតឹងខ្ពស់អ៊ីរ៉ង់កំពុងទាមទារការគ្រប់គ្រងច្រកសមុទ្រមួយនេះការដកកម្លាំងទ័ពរបស់អាមេរិកទៅវិញនិងលើកលែងទណ្ឌកម្មដែលធ្លាប់ដាក់ទៅលើខ្លួនពីមុនមកក៏ដូចជាការចូលទៅប្រើប្រាស់ប្រាក់ដែលអាមេរិកបានបង្កករបស់អ៊ីរ៉ង់នេះគឺជាការទាមទារដែលអាចនឹងផ្លាស់ប្ដូរតុល្យភាពអំណាចនៅក្នុងតំបន់មជ្ឈិមបូព៌ានិងក៏ដូចជាទីផ្សារប្រេងសកលលោកជាក់ស្ដែងនៅក្រៅការប្រកាសផ្សារភាគហ៊ុននៅអាស៊ីបានកើនឡើងនៅក្នុងការជួញដូរនៅព្រឹកថ្ងៃពុធសប្តាហ៍នេះខណៈដែលតម្លៃប្រេងសកលបានរអិលធ្លាក់ចុះបន្តិចបន្ទាប់ពីសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ប្រកាសយល់ព្រមទៅលើបទឈប់បាញ់ទោះបីជាមានបទឈប់បាញ់ប្រកាសនាពេលនេះក៏ដោយចុះក៏ការជូនដំណឹងប្រកាសអាសន្នអំពីការវាយប្រហារដោយមីស៊ីលបានបន្លឺឡើងនៅពីពេញតំបន់ដដែលកាលពីព្រឹកមិញនេះចាប់ពីអារ៉ាប់រួមរហូតដល់អ៊ីស្រាអែលអារ៉ាប៊ីសាអូឌីតបារ៉ែននិងគុយវ៉ែតការគំរាមកំហែងនៅមិនទាន់បាត់ទាំងស្រុងនៅឡើយទេសហរដ្ឋអាមេរិកបានបញ្ឈប់ការវាយប្រហាររបស់ខ្លួនក៏ប៉ុន្តែនៅតែត្រៀមខ្លួនជាស្រេចដើម្បីការពារខ្លួនអ៊ីស្រាអែលយល់ព្រមប៉ុន្តែនៅតែចង់បានផែនការធានាឲ្យកាន់តែរឹងមាំនេះមិនមែនជាសន្តិភាពពេញលេញនៅឡើយទេវាគឺជាការផ្អាកមួយរយៈពេលប៉ុណ្ណោះវាជារយៈពេលខ្លីមួយដើម្បីបញ្ឈប់សង្គ្រាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់និងធ្វើឲ្យរាប់លានអ្នកផ្លាស់ទីលំនៅក៏ដូចជាធ្វើឲ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើជាពិសេសគឺនៅក្នុងតម្លៃប្រេងឥន្ធនៈដោយសារតែបញ្ហាកាន់តែស៊ីជម្រៅកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក៏នៅតែបន្តការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមក៏កំពុងតែកើនឡើងទៅវិញទៅមកដូចគ្នាហើយទំនុកចិត្តរវាងភាគីទាំងពីរក៏នៅតែស្ថិតនៅក្នុងភាពផុយស្រួយ